បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសំអនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានវត្ថុប្លែក3មុខគឺយកមកដាក់ថតផុសចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទវត្ថុប្លែកទាំង3មុខនេះដែរបងប្អូនខ្លះក៏គាត់ស្គាល់ខ្លះក៏គាត់មិនស្គាល់ទេបងប្អូនណាបាទហើយបងប្អូនខ្លះគាត់ឃើញចឹងគាត់ថាយកថ្មិញអីយកមកដាក់ថតផុសចែកជូនឲ្យបងប្អូនទស្សនាចឹងទៅបងប្អូនណាបាទឥឡូវគឺខ្ញុំរៀបរាប់ប្រភេទនៃអង្គទី1បងប្អូនណាបាទដែលបងប្អូនមិនដែលបានដឹងមិនដែលបានឮមិនដែលបានឃើញបាទលោកគ្រូធំឬក៏រៀមស្បងដែលគាត់និយាយប្រាប់នោះទេឬក៏គាត់ចែកកម្លែកនោះទេបងប្អូនណាដោយសារប្រហែលជារបស់ហ្នឹងគាត់រកមិនបានឬក៏មិនមានបងប្អូនណាដូចខ្ញុំបានជម្រាបចឹងតែតាមពិតគឺគាត់ដឹងតែគាត់ថារបស់ដែលមិនមានរបស់ដែលមិនបានចឹងទៅគាត់នឹងមិនបានយកមកបង្ហាញឬមិនបានដាក់ផុសចែករំលែកឲ្យបងប្អូនបានស្ដាប់បានដឹងនោះទេបងប្អូនណាបាទអង្គទី1ឬក៏របស់ទី1នេះបងប្អូនណាបាទគឺជាថ្មិញគោបងប្អូនណាបាទហើយបងប្អូនសួរថាចុះថ្មិញគោយកមកធ្វើអីបងប្អូនណាបាទយកមកធ្វើអីបើថ្មិញគោសោះហ្នឹងបងប្អូនណាបាទថ្មិញគោនេះគឺជាប្រភេទនៃថ្មិញគោកាច់បងប្អូនណាបាទថ្មិញគោកាច់ថ្មិញបងប្អូនធ្លាប់ដឹងធ្លាប់ឮហើយបងប្អូនណាបាទគោកាច់ថ្មិញនេះគឺកម្របានជួបកម្របានឃើញណាបាទគឺមិនមានអ្នកឃើញមិនមានអ្នកជួបទេបាទឃើញតែគោកាច់ថ្មិញតែមិនដែលបានឃើញថ្មិញកាច់នោះទេបងប្អូនណាគឺមិនដឹងថាគាត់លាក់ទៅណាឬក៏បាត់ទៅណានោះទេបាទសូម្បីតែគោចងនៅក្រោមផ្ទះរហូតដាក់នៅក្នុងទ្រុងរហូតពេលដែលវាកាច់ថ្មិញក៏នៅតែរត់ថ្មិញមិនឃើញដែរបងប្អូនណាបាទចឹងអានុភាពនៃការប្រើប្រាស់ប្រភេទនៃថ្មិញគោកាច់នេះបងប្អូនណាបាទមានរិទ្ធមានតជានិងមានបារមីកម្លាំងរបស់គាត់មិនចាញ់ចែកកាច់នោះទេបងប្អូនណាមិនចាញ់ចែកកាច់នោះទេបាទគឺថ្មិញគោកាច់បងប្អូនណាបាទគឺថ្មិញគោកាច់ហើយកម្រមានអ្នកជួបកម្រមានអ្នកឃើញកម្រមានអ្នកបានណាបងប្អូនណាបាទប្រភេទនៃថ្មិញគោកាច់នេះបាទប្រើបានទាំងការពារបាទបានទាំងខាងស្នេហ៍មហានិយមដោយសារប្រភេទថ្មិញគឺយើងប្រើខាងស្នេហ៍មហានិយមក៏ពូកែដែរបងប្អូនណាបាទថ្មិញនិងថ្គាមគឺប្រើខាងស្នេហ៍មហានិយមក៏ពូកែបាទប្រើខាងការពារក៏ពូកែដោយសាររបស់នេះគឺគាត់កាច់បងប្អូនណាបាទថ្មិញគោកាច់នេះគេហៅថាដូចជាមានវិជាមួយឬបុរាណយើងតែងតែប្រើគេហៅថាគោលាក់កូនឬក៏ក្របីលាក់កូននោះបងប្អូនណាបាទអញ្ចឹងថ្មិញគោនេះកាលណាគាត់កាច់ហើយគឺលាក់បាត់ហើយបាទគឺបំបាំងកាយឬក៏បំបាំងខ្លួនបាត់ហើយបាទมันមានអ្នកឃើញมันមានអ្នកបានมันមានអ្នកមាននោះទេបងប្អូនណាបាទទៅក្មេងៗចំនួនក្រោយក្មួយបងប្អូនចំនួនក្រោយគឺគាត់មិនបានដឹងអំពីនៃអង្គថ្មិញគោកាច់នេះទេបងប្អូនណាបាទថ្មិញគោកាច់នេះទេអញ្ចឹងមានសារៈសំខាន់ណាបងប្អូនណាបាទហើយខ្ញុំមាននិស្ស័យបានឃើញបានជួបតែមួយនេះដែរបងប្អូនណាហើយក៏ជាលើកទី1ដែរដែលខ្ញុំបានជួបបានឃើញប្រភេទនៃថ្មិញគោកាច់បងប្អូនណាបាទគេថាថ្មិញគោកាច់នេះគឺជារបស់មួយដ៏ពិសេសដូចជាចែកកាច់ដូចជាចែកកាច់ឬក៏ដូចជាខ្នែកាច់ចឹងបងប្អូនណាបាទថ្មិញគោកាច់នេះបាទពិសេសបងប្អូនណាបាទរបស់ដែលកម្របំផុតបាទយើងយកមកចែករំលែកដើម្បីឲ្យបងប្អូនបានដឹងបានជ្រាបទាំងអស់គ្នាបងប្អូនណាបាទលោកគ្រូធំក៏គាត់ដឹងហើយតែគាត់រកមិនបានរបស់ហ្នឹងដើម្បីយកមកចែករំលែកឲ្យបងប្អូនបានស្ដាប់បងប្អូនណាបាទចំណែកអង្គទី2នេះបងប្អូនណាបាទរបស់នេះក៏កម្រមួយដែរបាទនេះបងប្អូនមើលបាទនេះគឺជាប្រភេទនាងពួនក្លឹមឫស្សីបងប្អូនណាបាទនាងពួនក្លឹមឫស្សីរលេះបងប្អូនណាបាទរបស់នេះគឺនៅក្នុងដើមឫស្សីតែគាត់ជាឫស្សីរលេះគេហៅថានាងពួនក្លឹមឫស្សីនេះបងប្អូនឃើញណាបាទនេះគឺឫស្សីទេបងប្អូនណាមិនមែនយើងកែច្នៃមិនមែនយើងខាត់មិនមែនយើងរំលីងនោះទេបងប្អូនណាបាទតែរបស់នេះគឺគាត់រលេះបែបហ្នឹងគេហៅថានាងពួនរលេះដាច់ដើមឫស្សីបងប្អូនណាបាទដើមឫស្សីបាទរបស់នេះគឺពិសេសដែរបងប្អូនណាបាទគឺពិសេសដែរសម្រាប់យើងគ្រប់វិជាថែអាសាយើងប្រើដូចជានាងពួន7ដូចជានាងពួនអាស័យដូចជានាងពួនអីដូចគ្នាបងប្អូនណាបាទរបស់នេះគាត់រលេះដាច់នៅក្នុងដើមឫស្សីបងប្អូនណាបាទគេហៅថានាងពួនក្លឹមឫស្សីបងប្អូនណាមិនមែនយើងកែច្នៃមិនមែនយើងធ្វើនោះទេបងប្អូនណាបាទគឺលោកបាទកកើតដោយខ្លួនលោកដោយធម្មជាតិដោយឯងបងប្អូនណាបាទនេះគេហៅថានាងពួនរលេះដាច់ក្លឹមឫស្សីនេះបងប្អូនឃើញទេមើលឃើញទេ
បាទនេះគឺសរសៃឫស្សីបាទដែលជាប់នឹងតែម្ដងមិនមែនយើងរំលីងមិនមែនយើងកែច្នៃមិនមែនយើងធ្វើទេបងប្អូនណាបាទនាងពួនខ្លឹមឫស្សីរលេះដាច់បងប្អូនណារបស់នេះក៏មានអានុភាពពិសេសដែរបងប្អូនណាពិសេសដែរបាទយើងហៅថានាងពួនខ្លឹមឫស្សីរលេះដាច់បងប្អូនណាបាទរបស់នេះក៏ពិសេសមួយនៅក្នុងចំណោមនៃអង្គវត្ថុស័ក្តិសិទ្ធិបងប្អូនណាហើយក៏មិនមែនចេះតែឃើញមិនមែនចេះតែបានចេះតែជួបចេះតែឃើញនោះទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងសូម្បីតែខ្លឹមឫស្សីហ្នឹងកម្រផងបងប្អូនណាបាទចុះតម្រាំនឹងនាងពួនខ្លឹមឫស្សីរលេះដាច់នេះគឺមិនធម្មតាទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទចំណែកឯអង្គទី2នេះយើងមិនដឹងថាជាអីដូចគ្នាបងប្អូនណាបាទយើងរើសបាននៅក្នុងព្រៃនៅតាមទីវាលតែខ្ញុំគិតថានេះអាចជានាងពួនមួយយ៉ាងបងប្អូនណាដោយសារអីស្រាលទេបងប្អូនណាបាទតែគាត់មើលយើងមើលបណ្ឌិតមើលទៅដូចជាថ្មបន្តិចដូចជាដីបន្តិចតែដាក់នៅក្នុងទឹកគឺអណ្ដែតទឹកហើយនៅខាងក្នុងនោះគឺក្លុកទៅលឺសូក្លុកដូចជាមាននាងពួនឬក៏ដូចជាមានរបស់អីមួយនៅក្នុងនោះបងប្អូនណាបាទដូចជាមាននាងពួនឬក៏ជារបស់អីមួយនៅក្នុងនោះបាទហើយយើងមើលទៅដូចជាដីដូចជាថ្មអញ្ចឹងតែយើងដាក់ទឹកទៅគឺអណ្ដែតបងប្អូនណាបាទគឺអណ្ដែតទឹកហើយនៅក្នុងនោះគឺក្លុកនៅក្នុងនោះហើយស្រេចតែម្ដងតែសាច់នេះគឺសាច់ដីទេបងប្អូនណាបាទគឺសាច់ដីទេបាទហើយក៏មិនមែនអ្នកធ្វើមិនមែនអ្នកកែច្នៃដែរបងប្អូនណានេះគឺសាច់ដីទេបាទតែយើងដាក់ទឹកដាក់អីគឺមិនរលាយមិនអីតាណាទេបងប្អូនណាបាទយើងត្រាំប្រមាណម៉ោងប្រមាណថ្ងៃក៏បានដែរបាទគឺមិនរលាយមិនហូរមិនអីតាណាទេតែស្រាលបងប្អូនណាបាទស្រាលហើយសាច់កាត់ដូចជាថ្មបន្តិចដូចជាដីបន្តិចដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បងប្អូនណាបាទអញ្ចឹងនេះយើងអាចហៅថាបាទគឺជាប្រភេទរបស់មួយសម្រាប់យើងទុកគោរពបូជាថែសាឬក៏ការពារខ្លួនបាទឬក៏យើងអាចហៅថានាងពួននៅក្នុងនោះក៏ថាបានដែរបងប្អូនណាដោយសារនៅក្នុងនោះគឺមានរបស់មួយយ៉ាងក្លុកទៅឬសុកក្លុកនៅក្នុងនោះតែម្ដងពេលដែលយើងក្លុកទៅគឺនៅក្នុងហ្នឹងដូចជានាងពួនថ្មក្លុកឬក៏ដូចជាថ្មក្លុកឬនាងពួនថ្មអញ្ចឹងបងប្អូនណាតែនាងពួនថ្មក្លុកយើងធ្ងន់គាត់នេះអត់ទេគឺស្រាលបងប្អូនណាបាទគឺស្រាលហើយក្លុកសុកក្លុកនៅក្នុងនោះតែម្ដងបាទនេះគឺរបស់ប្លែកដែលយើងទៅតែបានទៅតែរើសបានបងប្អូនណាបាទទៅតែរើសបានបាទរបស់ប្លែកក៏យកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទនេះដូចខ្ញុំបានជម្រាបចឹងបាទហើយរបស់ទាំងអស់នេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយឆ្លាញ់ចង់បានបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅកន្លលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទរបស់ដែលប្លែកបងប្អូនណាបាទរបស់ប្លែកបាទ